ទំព័រទី50 3.1 ស្ថាប័នទទួលបន្ទុកបញ្ជីដីដើម្បីងាយស្រួលក្នុងការពិភាក្សាការស្វែងយល់អំពីការប្រែប្រួលនៃស្ថាប័នទទួលបន្ទុកចុះបញ្ជីដីគឺជាការចាំបាច់រដ្ឋាភិបាលបានព្យាយាមធ្វើកំណែទម្រង់ស្ថាប័នពាក់ព័ន្ធនឹងការចុះបញ្ជីដីចាប់តាំងពីការចាប់ផ្ដើមឯកជនភាវូបនីយកម្មដីធ្លីនាពេលដំបូងនៅឆ្នាំ1989ស្ថាប័នចុះបញ្ជីដីដំបូងនៅឆ្នាំ1989គឺជាអាជ្ញាធរថ្នាក់មូលដ្ឋាននៅថ្នាក់ខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តជាអ្នកមានសិទ្ធិសម្រេចក្នុងការផ្ដល់ជូនសិទ្ធិកម្មសិទ្ធិលើដីលំនៅឋានរីឯនៅថ្នាក់ស្រុកវិញប្រធានគណៈកម្មាធិការប្រជាជនស្រុកជាអ្នកមានសិទ្ធិសម្រេចក្នុងការផ្ដល់ជូនសិទ្ធិភោគៈលើដីស្រែចម្ការសិទ្ធិសម្រេចក្នុងការចេញបាននេះត្រូវបានដកទៅវិញនៅឲ្យស្ថាប័នកណ្ដាលដែលជានាយកដ្ឋានសុរិយោដីនៅខែកញ្ញាឆ្នាំ1994ហើយការអនុវត្តជាស្ដែងទំនងជាចាប់ពីថ្ងៃទី1ខែកុម្ភៈឆ្នាំ1995ការរឹតបន្តឹងការចេញបានធ្វើឡើងចាប់ពីខែកក្កដាឆ្នាំ1995ដោយតម្រូវឲ្យរាល់ការស្នើសុំកណ្ដាប់ដីធ្លីត្រូវឆ្លងកាត់ស្ដីទីគណៈរដ្ឋមន្ត្រីដែលជាស្ថាប័ននយោបាយដើម្បីសម្រេចនិងពិនិត្យក្នុងគោលបំណងបញ្ច្រាស់បញ្ហាវិវាទដីធ្លីទៅតាមការយល់ឃើញរបស់នាយករដ្ឋមន្ត្រីទី1របស់កម្ពុជាដើម្បីជៀសវាងបញ្ហាទម្លាក់ដីកម្មសិទ្ធិដីធ្លីរវាងអាជ្ញាធរនិងប្រជារាស្ត្រឬរវាងប្រជារាស្ត្រជាមួយនឹងអាជ្ញាធរនោះត្រូវអនុវត្តយ៉ាងណាឲ្យរាល់ការស្នើសុំកណ្ដាប់ដីធ្លីឆ្លងកាត់ទីស្តីការគណៈរដ្ឋមន្ត្រីតាមនាយកដ្ឋានសុរិយោដីដើម្បីពិនិត្យនិងសម្រេចដោយពុំមែនត្រូវបញ្ចប់ត្រឹមនាយកដ្ឋានសុរិយោដីដោយដែលបានអនុវត្តកន្លងមកឡើយទង្វើនេះខ្ញុំយល់ឃើញថាយើងអាចនឹងដោះស្រាយបន្ថយនៅបញ្ហាបានមួយកម្រិតធំឆ្លងកាត់ការពិនិត្យនិងការសិក្សាលម្អិតពីទីស្តីការគណៈរដ្ឋមន្ត្រីនៅពេលបង្កើតក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់ឆ្នាំ1999ស្ថាប័នចេញបានត្រូវបានប្រែប្រួលបន្តទៀតអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រត្រូវបានដំឡើងពីនាយកដ្ឋានសុរិយោដីត្រូវបានប្រគល់ភារកិច្ចឲ្យចេញបានសម្គាល់ដីធ្លីទូទាំងប្រទេសរូបខាងក្រោមនឹងបង្ហាញពីការវិវត្តនៃស្ថាប័នចុះបញ្ជីនិងក្រសួងអាណាព្យាបាលទំព័រ53 3.2 ប្រភេទនៃការចុះបញ្ជីដីនៅកម្ពុជា 3.2.1 ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំក្រោយពីបានឃើញបរាជ័យនៃគោលនយោបាយក្រមសាមគ្គីបង្កបង្កើតផលចាប់ពីឆ្នាំ1987មករដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមយុទ្ធសាស្ត្រលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការបង្កើតផលក្នុងការប្រើប្រាស់ដីធ្លីតាមរយៈការផ្ដល់ភាពជាម្ចាស់ដីធ្លីនៅពេលឯកជនភាវូបនីយកម្មដីធ្លីបានកើតឡើងនៅខែមិថុនាឆ្នាំ1989រដ្ឋាភិបាលបានតម្រូវឲ្យមានការចុះបញ្ជីដីជាបន្ទាន់ទោះបីនៅពេលនោះមិនមានការប្រើពាក្យការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំក៏ដោយក៏គេអាចទទួលស្គាល់បានថាប្រជាពលរដ្ឋជាអ្នកដើរតួសំខាន់ក្នុងការដាក់ពាក្យសុំកណ្ដាប់ដីប្រើប្រាស់ដីធ្លីចំណែកអាជ្ញាធរមានសមត្ថកិច្ចមានលក្ខណៈកម្មពោលគឺរងចាំតែទទួលពាក្យសុំកណ្ដាប់ប្រើប្រាស់ដីធ្លីដែលគេយល់ថាជាការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំចំណុចសំខាន់នៃការចុះបញ្ជីដីលក្ខណៈដីដោយដុំនៅពេលនោះគឺជាការតបកិច្ចពីព្រោះអ្នកកណ្ដាប់ដីត្រូវបានតម្រូវឲ្យចុះបញ្ជីដីរបស់ខ្លួនក្នុងអំឡុងពេលដាក់ជាលេខ1ច្បាប់ភូមិបាលឆ្នាំ1992តម្រូវឲ្យក៏បានតម្រូវឲ្យអ្នកកណ្ដាប់ដីដាក់ពាក្យសុំចុះបញ្ជីនៅក្នុងអំឡុងពេលកំណត់មួយរដ្ឋាភិបាលទុកពេលឲ្យប្រជាពលរដ្ឋរយៈពេល5ឆ្នាំចាប់ពីខែតុលាឆ្នាំ1992ដើម្បីធ្វើការចុះបញ្ជីដីដែលខ្លួនបានកណ្ដាប់ការខកខានមិនបានអនុវត្តភារកិច្ចរបស់អ្នកកណ្ដាប់ដីនឹងទទួលបានលទ្ធផលដូចខាងក្រោម 1.
ข้อค้านเจ้าบัญชีได้ระยะเป็นใบขายក្រោយខែតុលាឆ្នាំ92នឹងត្រូវទទួលពិន័យឲ្យបងពុនអាកនិងបន្ទុកផ្សេងៗលើដីនោះប៉ុន្តែការតបកិច្ចនេះមិនបានអនុវត្តនៅឡើយដោយសារពន្ធដីត្រូវបានបញ្ជាពេលដោយសារគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាទុករយៈពេល15ឆ្នាំចាប់ពីការបង្កើតរដ្ឋាភិបាលចម្រុះខែកញ្ញាឆ្នាំ93ខកខានចុះបញ្ជីដីក្នុងរយៈពេល5ឆ្នាំចាប់ពីខែតុលាឆ្នាំ92នោះដីទាំងនោះត្រូវបានចាត់ទុកជាសម្បត្តិឯកជនរបស់រដ្ឋទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាមិនដែលបានប្រកាសថាដីដែលមិនបានចុះបញ្ជីទាំងនោះជាដីឯកជនរបស់រដ្ឋទេនៅពេលផុតកំណត់ខែតុលាឆ្នាំ97ម្យ៉ាងទៀតមានការផ្សព្វផ្សាយជាសាធារណៈពីចំនួនបានដែលរដ្ឋាភិបាលបានចេញឡើយទោះបីការដាក់ពាក្យសុំកាន់កាប់ដីមានរហូតដល់3.7 លានប្លង់ដីគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ90ក៏ដោយច្បាប់ភូមិបាលឆ្នាំ21ឆ្នាំ2001ដែលស្របគ្នានឹងច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ93ធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងទៅលើការពារដីដែលបានកាន់កាប់កន្លងមកដីទាំងឡាយណាដែលមិនទាន់បានចុះបញ្ជីគិតត្រឹមថ្ងៃទី30ខែសីហាឆ្នាំ2001លែងក្លាយទៅជាដីឯកជនរបស់រដ្ឋទៀតហើយឲ្យតែដីទាំងនោះត្រូវបានកាន់កាប់ដោយភូកៈស្របច្បាប់ដោយបានបញ្ជាក់ខាងលើដីជាភូកៈស្របច្បាប់លុះត្រាតែដីនោះមិនមានជាដីសាធារណៈរបស់រដ្ឋនិងមិនមែនជាដីរបស់បុគ្គលទេច្បាប់ភូមិបាលឆ្នាំ2001នេះធ្វើបិទតែប៉ុនប៉ងជាចម្បងក្នុងការរៀបចំការចុះបញ្ជីដីឲ្យមានលក្ខណៈសុក្រិតនិងទុកចិត្តតាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធក៏ប៉ុន្តែក៏ទទួលស្គាល់ការចុះបញ្ជីដីជាបន្តតាមរយៈការស្នើសុំរបស់អ្នកកាន់កាប់ដីដែលគេហៅថាការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំដូច្នេះការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំលែងជាការតបកិច្ចរបស់អ្នកកាន់កាប់ដីទៀតហើយចាប់ពីថ្ងៃទី31ខែសីហាឆ្នាំ2000មករូបខាងក្រោមបង្ហាញពីគំនូសបំព្រួយនៃនីតិវិធីចុះបញ្ជីមានលក្ខណៈដាច់ដោយដុំយ៉ាងសង្ខេបបំផុតដើម្បីងាយស្រួលយល់រីឯរូបបន្ទាប់បង្ហាញពីនីតិវិធីលម្អិតនៃការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំរូបទី6លក្ខណៈវិធីនីតិវិធីសង្ខេបនៃការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំអ្នកស្នើសុំតាមរយៈមេឃុំរដ្ឋបាលសរុបដីស្រុករដ្ឋបាលសរុបដីខេត្តអគ្គនាយកដ្ឋានសរុបដីនិងភូមិបាលរូបទី7នីតិវិធីលម្អិតនៃការចុះបញ្ជីមានលក្ខណៈដីដណ្ដុំសំណើចុះបញ្ជីធ្វើដោយអ្នកកាន់កាប់ដីបញ្ជូនទៅរដ្ឋបាលសរុបស្រុកតាមរយៈឃុំដីទំនើដីគណៈកម្មការសរុបដីអ្នកសុំត្រឹមត្រូវពេញលេញសិភៅគោលបញ្ជីទំព័រ56សូមបញ្ជាក់ថាការបរិច្ឆេទនៅក្នុងរូបខាងលើនេះគិតចាប់ពីថ្ងៃទី9មិថុនាឆ្នាំ2016មកតាមរយៈអនុក្រឹត្យស្តីពីការកែតម្រូវមាត្រា9និងមាត្រា13នៃអនុក្រឹត្យលេខចុះថ្ងៃទី31ខែសីហាឆ្នាំ2002ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំមុនអនុក្រឹត្យនេះចេញការផ្សាយជាសាធារណៈអំពីការបរិច្ឆេទកំណត់ព្រំដីយ៉ាងហោចណាស់7ថ្ងៃមុនពេលធ្វើការកំណត់ដែនព្រំដីចំណែកការចែកជូនដំណឹងដល់អ្នកកាន់កាប់ដល់អ្នកដាក់ពាក្យសុំយ៉ាងហោចណាស់7ថ្ងៃមុនពេលធ្វើការផ្សាយជាសាធារណៈនិងការផ្សាយជាសាធារណៈសម្រាប់រយៈពេល15ថ្ងៃការបំព្រួយពេលវេលានេះបានបង្ហាញពីការបដិញ្ញាចិត្តរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ប៉ុន្តែជោគជ័យនៃការអនុវត្តគឺអាស្រ័យទៅលើការប្រឹងប្រែងនិងការលះបង់របស់មន្ត្រីអនុវត្តនិងការចូលរួមសហការពីភាគីពាក់ព័ន្ធដោយដែលបានបង្ហាញពីចម្ពោះរង 3.1 ខាងលើការរឹតបន្តឹងការចេញបានជាឥទ្ធិពលយ៉ាងខ្លាំងដល់ការចុះបញ្ជីនៅពេលការចុះបញ្ជីឆ្លងកាត់ពីអាជ្ញាធរថ្នាក់ក្រោមរហូតដល់អាជ្ញាធរថ្នាក់
วัวบำพอดโพคือสถาบันนโยบายนู่เวียเมียนเวียบ้านถวยอ้อยนิเตวิธีในการจบบัญชีได้จำนายไปอยู่เมียนดำไหลขัวนังสมกสมัยแดลไอคลายเจียกตาสัมพันธ์โครงการเรียแรงโครงการกันกับได้เหมือนอ้อยจบบัญชีโนเปกันกับได้เหมือนบ้านจบบัญชีได้ระบบครัวเนี่ยเมียนลัตเพียบจบบัญชีมนไอ้หนึ่งถวยล้างได้เจียมูลเหตุนำอ้อยเมียนตำเนิดได้ทลีกาดลารูปข้างกราวบังให้ปีลัตพาลในการจบบัญชีได้มนเปลหนึ่งกระเปลรถบันตั้งนิเตวิธีจบบัญชีได้จะปีชนำเมื่อประมวล189ดอลชนำปีปอดดาบตุ่มปัวหกสับใบจอยปีการจบบัญชีได้มีเลขคณะเจียประพนการจบบัญชีได้มีเลขคณะเจียประพนตำนงจีบันตรกัดล้างกรมการจำนวนสหปฏิบัติการอันตรจิตจีจำบอกโนเปจับแล้วนำโบกชั่วโมงกำรงเสียงนี้บานกัดล้างต่อตามประเภทในสหปฏิบัติการจีมวยไม่จ้าจำนวนได้เมาปีบรรดาประเทศเฉียนเลื่อนจอยกิจสัญญาระเบียงรุ่ยรัฐบาลกัมพูชีจำนวนในประเทศอัลลมังกำรงชั่วโมงกำรงกรุบกรงได้ทลีท่าประกาบุญเลียนเนียงเงี้ยอนุวัตนโยกฐานสุริยได้หนึ่งองค์การ GTH ที่กำลังจำเริกขนมแคดกันดาลแคดกระปงทอมแคดตะแก้วกิจสัญญาระเบียงเรียรัฐบาลกัมพูชีจำนวนในประเทศฝั่งหลังชั่วโมงกำรงสุริยได้กัมพูชีท่าประกาประมวยเลี้ยนปรามแสนพนิงี้อนุวัตนโยกฐานสุริยได้หนึ่งองค์การที่กันเล่นจำเริญขนมแค่ตะแก้วโอนชั่วโมงของโรมเซมเซงตำบลหกมวยตามระยะกำรงสหปฏิบัติเตียงใบขลุ่นนี้กัมพูชีบานจับดามเกิดปีสาระสำคัญในการเจ้าบัญชีกรมปรึกษานโกนโยบายเดทลีตรบานประกาศล้างครองชนะปีปอนมวยตามระยะอนุกรระบอกรัฐบาลครองชนะปีปอนกรมปรึกษาโกนโยบายเดทลีบานอนุมัติกรรมวิธีเรียบจำใดรัฐบาลเดทลีแบ่งใจเจเดทลีได้เจียกำรงระยะเปลเวงรุมปังทาอนุวัตขนมแค่ดับขนมเปดับรำชนะดำเนินการดำรงในการวิธีเรียบจำใดรัฐบาลสมโตรัฐบาลเดทลีนั่งแบ่งใจเดทลีเมียนชมวทากำรงเรียบจำใดนั่งรัฐบาลเดทลีได้ตราอนุวัตขนมเดียเป็ดปรำชนะจับปีไงที่ดับประมุนใครมีตัวนั้นชนะปีปันปีโดยเมียนทำการสรับ30 ใบเหรียญ$900ให้เมียนได้กู้สหปฏิบัติการสำคัญจำนวนบุญโดยขังกล่าวรัฐบาลกัมพูชีธนาคารพิภพโลกรัฐบาลอาลมังรัฐบาลฝั่งล่องการเจ้าบัญชีได้มีเลขรายชื่อประปวนในตำราเอาเนี่ยกันกับได้โจร่วมสหการขนมเทวิธีเจ้าบัญชีได้รูปขังกล่าวบางให้ปีกำนุบำรุงในเทวิธีเจ้าบัญชีได้มีเลขรายชื่อประปวนสังขารบำพอดดำใบงีสรุลยัวไอรูปบรรทับบางให้ปีในเทวิธีลำอัดในการเจ้าบัญชีได้มีเลขรายชื่อประปวนกำรัฐบาลกัมพูชีเตาถ่ายบุกแกเตาอับบาแคสตันบอลวิดิชัยสุริยได้การอนุวัตกำรงเจ้าบัญชีตุ่มปัวหกสิบบุญตามระยะตามระยะรูปขังเลยบรรทุกปีกัมพูชีบางประกาศชอบตัวจุดน้อยปีธนิกีปีพบโลกน้องแค่กันยัยชนะปีปนประบุญรัฐบาลบ้านดำลังไทยประกาศเจ็ดโครงการเจ้าบัญชีได้เมลิกระจีประปวนระโหดโดยเจียงปีเลียนดอลลาร์ในโครงชนะปีปนดอบได้เลิกปีไทยประกาศเจ็ดชนะปีปนประบุญเจียงใบดองการดำลังไทยประกาศนี้บ้านบางไฮปีชันเตนโยบายโครงการบรรโตนิรันตรเพียบในการเจ้าบัญชีเมลิกระจีประปวนจำนวนอุปธรรมบริเตเมตอัตโปลอย่างคลั่งต่อการก่อสร้างขัดความปฏิทานกติยศโครงการเจ้าบัญชีได้กัมพูชีบ้านมังกรอนุกรสได้ปีในเทวิธีในการก่อสร้างพลังสุริยได้นังสืบเผาโกบัญชีได้
នៅខែមីនាឆ្នាំ2000និងសារាចរនាំអនុវត្តនិងសារាចរណែនាំអនុវត្តនីតិវិធីនៃការកសាងប្លង់សូរិយោដីនិងសិភៅគោលបញ្ជីដីធ្លីការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅខែកក្កដាឆ្នាំ2000ដើម្បីអនុវត្តការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធតាំងពីមុនពេលមានច្បាប់ភូមិបាលឆ្នាំ2001ម្លេះទំនងជាលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយមុនពេលច្បាប់ភូមិបាលឆ្នាំ2001កើតឡើងលិខិតបទដ្ឋានគតិយុត្តដូចគ្នានេះត្រូវបានបង្កើតឡើងជាថ្មីម្ដងទៀតនៅឆ្នាំ2002ទំព័រ65ទាក់ទងនឹងដំណាក់កាលនៃការចេញបានតាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធតម្រូវឲ្យអនុវត្តដូចតទៅនៅពេលដែលនីតិវិធីនៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរឯកសារនៃការវិនិច្ឆ័យនិងឯកសាររណបពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅរដ្ឋបាលសូរិយោដីដើម្បីចុះបញ្ជីចែងបាននិងគ្រប់គ្រងថ្នាក់កណ្ដាលអគ្គនាយកដ្ឋានសូរិយោដីនិងភូមិបាលចំណែកឯកសារទាក់ទងនឹងរាជធានីខេត្តណាដែលមិនទាន់ទទួលបានប្រតិភូកម្មថ្នាក់រាជធានីខេត្តចំពោះឯកសារដែលទាក់ទងនឹងរាជធានីខេត្តណាដែលបានទទួលប្រតិភូកម្មរួចហើយទំព័រ65គោលការណ៍នៃការចេញបាន1ចេញវិញ្ញាបនប័ណ្ណសម្គាល់អចលនវត្ថុបានកម្មសិទ្ធិចំពោះក្បាលដីឬអចលនវត្ថុណាដែលបានកាន់កាប់ដោយសន្តិវិធីនិងមិនមានការជំទាស់ចាប់ពី5ឆ្នាំយ៉ាងតិចមកដល់ការបរិច្ឆេទនៃការប្រកាសឲ្យប្រើប្រាស់ច្បាប់ភូមិបាលមាត្រា30វាក្យខណ្ឌទី1នៃច្បាប់ភូមិបាល2ចេញបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុបានភោគៈចំពោះក្បាលដីឬអចលនវត្ថុណាដែលកាន់កាប់ដោយសន្តិវិធីនិងមិនមានការជំទាស់ហើយមានរយៈពេលជិតតិចជាង5ឆ្នាំមុនច្បាប់ភូមិបាលចូលជាធរមានបានប្រភេទនេះអាចបដូរយកវិញ្ញាបនប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនៅពេលដែលរយៈពេលនៃការកាន់កាប់ដីឬអចលនវត្ថុនោះបានគ្រប់គ្រង5ឆ្នាំហើយឬលើស3អាចចេញបានជូនបានចំពោះតែក្បាលដីឬអចលនវត្ថុណាដែលគ្មានពាក់ព័ន្ធនឹងវិវាទ4ការប្រកល់បានត្រូវមានសិភៅសម្រាប់កត់ឈ្មោះនិងចុះហត្ថលេខាមន្ត្រីអ្នកប្រកល់និងកត់ឈ្មោះរួចផ្តិតមេដាយអ្នកទទួលយកជាភស្តុតាងការប្រកល់បានត្រូវប្រព្រឹត្តទៅនៅអង្គភាពសូរិយោដីដែលមានសមត្ថកិច្ចសូរិយោដីមិនត្រូវបានអនុញ្ញាតឲ្យប្រកល់បានជូនបុគ្គលក្រៅពីម្ចាស់សិទ្ធិពិតប្រាកដឡើយលើកលែងករណីសិទ្ធិទទួលមរណភាពឬអវិជ្ជមានឬត្រូវបាត់ខ្លួនឬបាត់បង់សមត្ថភាពដែលច្បាប់ទទួលស្គាល់ពេលនោះអ្នកតំណាងស្របច្បាប់មានសិទ្ធិទទួលជំនួសករណីពិសេសនិងចាំបាច់សិទ្ធិម្ចាស់សិទ្ធិអាចដាក់ពាក្យសុំច្បាប់សម្បត្តិបានតែត្រូវបញ្ជាក់ច្បាស់ពីហេតុដែលមិនបានមកមិនអាចមកទទួលបាននៅការិយាល័យទើបអនុញ្ញាតឲ្យប្រកល់បាននៅគេហដ្ឋានរបស់កម្មសិទ្ធិករឬភោគីដោយមន្ត្រីសូរិយោដីយ៉ាងតិច2នាក់5នៅពេលទទួលបានថ្មីម្ចាស់ដីឬអចលនវត្ថុត្រូវប្រកល់បានចាស់ទាក់ទងនឹងសិទ្ធិដីលើដីឬអចលនវត្ថុនោះជូនសូរិយោដីប្រសិនបើមាន6ចំពោះនីតិបុគ្គលបានត្រូវចុះឈ្មោះអង្គភាពនីតិបុគ្គលសាធារណៈមានជាអាចសាលារៀនសាលាឃុំនិងនីតិបុគ្គលឯកជនមានជាអាចសមាគមក្រុមហ៊ុនមិនត្រូវចុះឈ្មោះរូបវន្តបុគ្គលជាដាច់ខាតចំពោះដីឬអចលនវត្ថុរបស់សមូហភាពដូចជាវត្តសហគមន៍ជនជាតិដើមភាគតិចនៅក្នុងបានក៏ត្រូវចុះឈ្មោះវត្តឬសហគមន៍ដែរមិនត្រូវចុះឈ្មោះរូបវន្តបុគ្គលជាតំណាងឡើយ
ទាក់ទងដល់ការប្រើប្រាស់និងការបំពេញកាតព្វកិច្ចផ្សេងៗក្នុងការអនុវត្តនីតិវិធីនៃការវិនិច្ឆ័យនីតិបុគ្គលនានាក៏ដូចជាសមូហភាពទាំងអស់នោះត្រូវជ្រើសរើសតំណាងស្របច្បាប់រៀងខ្លួនតាមនីតិវិធីតាមវិធីផ្សេងៗគ្នាដូចជានីតិបុគ្គលសាធារណៈមានលិខិតតែងតាំងនីតិបុគ្គលឯកជនមានការជ្រើសរើសតាំងបណ្ណាធិការក្រុមហ៊ុនឬប្រធានសមាគមវត្តមានគណៈកម្មការវត្តសហគមន៍ជនជាតិដើមភាគតិចមានប្រធានសហគមន៍ឬតំណាងស្របច្បាប់ទាំងនេះមានសិទ្ធិនិងកាតព្វកិច្ចទាក់ទងនឹងអចលនវត្ថុដោយម្ចាស់សិទ្ធិជារូបវន្តបុគ្គលដែរហើយបណ្ដីឬអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈនិងឯកជនត្រូវបុគ្គលឲ្យតំណាងស្របច្បាប់នៃនីតិបុគ្គលនីមួយៗជាអ្នកទទួលយកនិងរក្សាទុកចំពោះបណ្ដីអចលនវត្ថុរបស់សមូហភាពត្រូវបុគ្គលជូនតំណាងស្របច្បាប់ឬប្រធានសហគមន៍ទទួលយកនិងរក្សាទុកនៅក្នុងការអនុវត្តជាស្ដែងមានបញ្ហាមួយចំនួនកើតឡើងក្នុងករណីដែលម្ចាស់អចលនវត្ថុបានលក់អចលនវត្ថុរបស់ខ្លួនឲ្យទៅអ្នកដទៃហើយមិនបានចូលរួមក្នុងការផ្ដល់ព័ត៌មានក្នុងតំបន់ដែលបានធ្វើការចំបញ្ជីដីមានលក្ខណៈជាប្រព័ន្ធរួចម្ចាស់អចលនវត្ថុថ្មីមិនអាចទទួលបានថ្មីបានឡើយការដែលមិនអាចទទួលយកបាននេះគឺដោយសារបានដែលបានកសាងមកគឺមានតែឈ្មោះម្ចាស់ដើមតែប៉ុណ្ណោះដើម្បីដោះស្រាយបញ្ហានេះតម្រូវការខាងក្រោមត្រូវបានណែនាំឲ្យមកអនុវត្តចាប់ពីខែមេសាឆ្នាំ2007លេខ1តម្រូវឲ្យម្ចាស់ផ្ទះដាក់ដីអចលនវត្ថុធ្វើសំណើសុំចុះបញ្ជីដីបន្ថែមតាមនីតិវិធី2ក្នុងជាមួយគ្នានេះនៅក្រោយពេលនេះបើត្រូវការបន្ទាន់ម្ចាស់ផ្ទះអាចស្នើមកអង្គភាពជំនាញតាក់តែងលិខិតលក់ផ្ដាច់តាមទម្រង់ដែលច្បាប់តម្រូវរួចបងពួនប្រថាប់ត្រាហើយតម្កល់ទុកសំណុំឯកសារបានផ្ទះឬដីលិខិតលក់ផ្ដាច់ដែលបានប្រថាប់ត្រារួចនៅអង្គភាពជំនាញជាអ្នកជាបណ្ដោះអាសន្នសិន3ក្រោយពេលចុះបញ្ជីបំពេញបន្ថែមតាមនីតិវិធីរួចអង្គភាពជំនាញត្រូវយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីមកធ្វើចរន្តការកាត់ឈ្មោះពីអ្នកលក់ទៅអ្នកទិញរួចប្រកល់បាននេះឲ្យអ្នកទិញតែម្ដងបានចាស់ត្រូវមកខេចោលបញ្ហាដែលកើតឡើងគឺការផ្លាស់ប្ដូរព័ត៌មានដីនៅមុនពេលបិទផ្សាយទិន្នន័យសាធារណៈក្នុងតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធជាធម្មតាបើការផ្លាស់ប្ដូរព័ត៌មានមិនត្រូវបានរាយការណ៍ទៅមន្ត្រីអនុវត្តទេការចេញបានគឺផ្អែកទាំងស្រុងទៅលើព័ត៌មានដែលផ្ដល់ជូនពីដំបូងបញ្ហាគឺនៅពេលចេញបានរួចម្ចាស់មិនអាចទទួលបានទេដោយសារខុសព័ត៌មានដើម្បីដោះស្រាយបញ្ហានេះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានជម្រាបទៅមន្ត្រីអនុវត្តនៅខែវិច្ឆិកាឆ្នាំ2009ដូចខាងក្រោមទី1ទិន្នន័យនៅក្នុងកុំព្យូទ័រមានឈ្មោះម្ចាស់ដើមក្រោយមកម្ចាស់ដើមនោះបានលក់ដីនោះឲ្យទៅអ្នកផ្សេងនិងបានចុះបញ្ជីផ្ទេរសិទ្ធិកាន់កាប់ឈ្មោះក្នុងឯកសារតាមលក្ខណៈដាច់ជាដុំរួចថែមទៀតប៉ុន្តែនៅមុនពេលបិទផ្សាយទិន្នន័យជាសាធារណៈអ្នកលក់និងអ្នកទិញពុំបានមកយកឯកសារទាំងនេះបង្ហាញមន្ត្រីគ្រប់គ្រងតំបន់វិនិច្ឆ័យធ្វើការផ្លាស់ប្ដូរនិងកែតម្រូវទិន្នន័យពីម្ចាស់ដើមមកអ្នកទិញទេដូចនេះនៅក្នុងឯកសារទិន្នន័យនៃការវិនិច្ឆ័យដែលមានទម្រង់បែបបទនៃការប្រមូលទិន្នន័យបញ្ជីឈ្មោះម្ចាស់ដើមនិងសភៅគោលបញ្ជីដីធ្លីមានតែឈ្មោះម្ចាស់ដើមឯអ្នកទទួលសិទ្ធិបន្តគឺអ្នកទិញដែលបានបង់ពន្ធប្រថាប់ត្រានិងទទួលបានផ្ទេរឈ្មោះ
tam ai cái sa miền lệ cái nạ đạch đời đồng rồi hái bộ miền chúng mua tàu ven tí pì nó bế promote này mà chắc đây ban đo bộ miền thả chỉ trộp room khniệp đây propon lút đó bật sai tên này chỉ sa tiền nã đây mà chắc đây đồ đèn ní bạn đã sang xong đố mau chi prophet trộp từ luôn khang cõi khang propon ven nó khôngแบบบอดฟอร์มบานแก้ตำราตามปัจจัยกระเตรุ่ยหายบันแต่นกขนมคอมพิวเตอร์บัญชีชั่วโมงมาจากไหนนึ่งสิบหกโคบัญชีไอทีเหมือนต้นบ้านแก้ตำราโปคือเราจิตรับรูมคณีได้ประพนดดาลจำพวกกรณีขังเลิศนี้กระทรวงเรียบจำดันใดนโกรูปนิยกรรมนึ่งสำนักสองทัวการแนะนำด้วยขังกรอมการในตีมหวยวิญญาณปนบัตรสมควรมาจากอาจารย์นาบัตโตมันตนใจโดยขอชมัวหรือชมัวดามบานลวดบรรโตตามเอกสารมันตีเต้าอนุวัตโดยขังกราวมวยมันตีเต้าประมวลเอกสารเปปอนรูเมียนบัญจ้าหรือแค่หลบได้บังกันได้ปอนเมากระสาตกปีบ่ป้มวิญญาณปนบัตรสมควรอาจารย์นาบัตโตชั่วโมงมาจากดามรุ่ยถ้วยการุ่ยถ้วยจะรันตกาเตกัดชั่วโมงเอาตัวเนติงโยงสมบัติจดไงให้เสเบัญเจนตรังตัวเสกได้เสียมเสียนท่าโยงบันสมควรเลยใบกลายเป็นบำเพ็ญกิจการจับศพกรบมันเตยกันกับเอกสารเต้าประกอบวิญญาณปนบัตรสมควรมาจากอาจารย์นาบัตโตเอาตัวเนติงนึ่งบอตราโมเคพีบบัญจ้าตุกรสาตุกกระไรติปีเปสมโปรโมเตอร์ในจีตรับรวมได้ประพนใครมาสัมโปรชั่วโมงมาจิตรับข้างประพนหายมันได้จำนี้บันแกเลือฟอร์มหรือหายแต่มันแต่บันแกเซมเซงตีดนี่จีคำพูดว่ามันได้จำนี้ได้บันแกแต่ฟอร์มรู้มันปรับมันไตร GIS เอาแก้แต่ในเครื่องคอมพิวเตอร์กรณีนี้มันไตรเต้าแนะนำมันแทมโดยมันไตรกรมอวาดรถการแก้แต่ในเครื่องเอกสารมวยเอกสารเปปอนเสียงตีเต้าแต่บานแก้ดำเราอ้อยซ้ำสอบต่างบ้านมันดูชนเตแต่ในหนึ่งนี่หนึ่งบัดบ้องสบูรณ์พีบโปรฉบับจำพวกวิธีการแก้ดำเรามันตีเต้าอนุวัตตามคำสั่งในลิขิตเลข8 8เจ้าทางที่มาไปมวยแคเมซาชนะปีปน8ระบบอาเกะนิยกระทานสริยได้นึ่งภูมิบาลแสดงปีกาแก้ดำเราเอกสารในการอนุวัตในเตวิธีจบบัญชีได้เมียนเลือกกันนะเจียประป้อนตั้งพวกเขาใส่ใบใจปีใจใบฉบับภูมิบาลชนะปีปนมวยกำหนดการเจ้าบัญชีได้แต่ปีประเภทปันเนาการเจ้าบัญชีได้เมียนเลือกกันได้โดยดมนึ่งเมียนเลือกกันเจียประป้อนตระบันพิพิธสายยังลำอัดนพในข้างเลยนี่ตัวใบจียังนากระดอยนเปได้อนุวัตเจสได้เมียนมันจะกบาได้มันบานสหการจูร่วมโครงการเจ้าบัญชีได้เมียนเลือกกันเจียประป้อนได้จะให้นำเอากบาได้ระบบก็ตระบันรำหลงโดยมันดังปีอัตสัญญาณบานมันจะได้ดำไปเทเนียสิเป็นลิงตามพลอยบาโดยมันจะกบาได้เดลขอขานจูร่วมสหการขนมในเตวิธีกันละมั้งรวดเนื้อแต่อันยันเอากดเมสิเจ้าสมเจ้าบัญชีได้เชียขังกลายตามบริเยกายเจ้าบัญชีได้บำเพ็ญเหมือนแทมจะไปแค่เมสอุสเพียชนะปีปนประมวยเมาส์กระทรวงเรียบจำด้านได้นึ่งโนโกรูปนิยกรรมนึ่งสำนักบ้านเจงสาราจอแนะนำเตะตรงนึ่งโกกานึ่งในเตวิธีเจ้าบัญชีได้บำเพ็ญบรรทามเมียนนี้โดยขังกรอมมันจะอาจารณาวัตถุได้มันบานจูรู้บำเพ็ญแบบบัดตามการกำหนดครองเปรประกาศดำบันบินใช้หนึ่งกิจดำเนินการอนุวัตในเตวิธีเจ้าบัญชีเมียนเลือกกันเจียประพนโดยเมียนบูลาเฮดสมสรอบเราดับเบี้ยสนาสมเจ้าบัญชีได้มอกการยาไหล
រៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងភូមិបាលតាមរយៈមេឃុំចៅសង្កាត់នៃឃុំសង្កាត់ដែលជាទីតាំងនៃដីស្ថិតនៅត្រេមេឃុំចៅសង្កាត់ត្រូវពិនិត្យលក្ខណៈសមស្របដល់យោបល់និងបញ្ជូនសំណុំរឿងមកការិយាល័យគេនេះក្រុងត្រេបើការិយាល័យជំនាញពិនិត្យឃើញសមស្របរាយការណ៍ជូនអភិបាលស្រុកខណ្ឌដើម្បីផ្ដល់យោបល់និងសហការចុះពិនិត្យទិដ្ឋភាពបច្ចេកទេសនិងរដ្ឋបាលកតយុត្តហើយកំណត់ព្រំវាស់វែងនិងកសាងទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីដែលបានស្នើសុំបើក្បាលដីដែលបានស្នើសុំស្ថិតនៅក្នុងចន្លោះដីដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធរួចហើយព្រំនៃក្បាលដីនោះមិនចាំបាច់ធ្វើការកំណត់ជាថ្មីទៀតចំពោះក្បាលដីដែលមិនទាន់បានកំណត់ជាព្រំផ្លូវការជាមួយក្បាលដីជាព្រំគ្នាសោះឬបានកំណត់ខ្លះចាំបាច់ត្រូវតែមានការកំណត់ព្រំដែលនៅសេសសល់តាមនីតិវិធីត្រូវសង្យកចំណែកពាក់ព័ន្ធនឹងការចុះបញ្ជីបំពេញបន្ថែមនេះពីប្លង់សូរិយោដីដែលជាលទ្ធផលនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធលើកមុនមកគូបំពេញព្រំប្រទាល់ដែលទៅកំណត់ក្រោយហើយដាក់លេខក្បាលដីតពីលេខលើកមុនត្រេក្រោយពីការរៀបចំសំណុំឯកសារគ្រប់គ្រាន់ត្រូវបិទផ្សាយជាសាធារណៈនៅទិន្នន័យដែលប្រមូលបានក្នុងរយៈពេល30ថ្ងៃនៅចៅសង្កាត់និងការិយាល័យរាល់ការទំនាក់តវ៉ាត្រូវធ្វើការនៅការិយាល័យការកែតម្រូវអាចធ្វើបានទៅតាមសមត្ថកិច្ចនិងគោលការណ៍ដែលបានកំណត់ដោយអនុក្រឹត្យពាក់ព័ន្ធត្រេការិយាល័យត្រូវធ្វើរបាយការណ៍បូកសរុបផ្ដល់យោបល់និងបញ្ជូនសំណុំរឿងមកអភិបាលស្រុកខណ្ឌដើម្បីសុំយោបល់ហើយបញ្ជូនបន្តមកមន្ទីរដណូសសខេត្តនិងពិនិត្យបន្ថែមលើលក្ខណៈបច្ចេកទេសរួចទៅបញ្ជូនទៅសាលារាជធានីខេត្តសុំយោបល់សម្រាប់នៅពេលដែលអភិបាលខេត្តយល់ព្រមហើយសំណុំឯកសារនៃការវិនិច្ឆ័យត្រូវបញ្ជូនមកមន្ទីរវិញដើម្បីធ្វើការចុះបញ្ជីក្នុងសភៅគោលបញ្ជីដីធ្លីនិងក្នុង Digital File ហើយបោះពុំបានចុះហត្ថលេខាប្រកល់ជូនអ្នកស្នើសុំករណីអភិបាលខេត្តមិនយល់ព្រមឬច្រានចោលត្រូវបញ្ជាក់ឲ្យច្បាស់អំពីមូលហេតុដែលមិនព្រមឬច្រានចោលនោះដើម្បីឆ្លើយតបទៅនឹងអ្នកស្នើសុំវិញនិងទុកជាឯកសារ